វិតជាក់ស្ដែងដូចជាការស្ទូចត្រីចឹងបើគាត់ថាគាត់នឹងធ្វើទោះតែចាំប៉ុណ្ណាហើយត្រីវាមិនងាយស៊ីទេពេលខ្លះយើងត្រូវចំណាយពេលមួយវា4-5ម៉ោងក៏មានដែរមកបានត្រីមួយហើយត្រីហ្នឹងយើងដឹងថាវាត្រីតូចឬក៏ត្រីធំទេវាប្រៀបដូចជីវិតយើងរាល់ថ្ងៃហ្នឹងណានឹងបងតារាចាប់រកគ្នាដូចដូមីណូពូនោះគ្រាន់ជាបរិវារពីថ្ងៃណាបានបរិបូរបានអ្នកដឹងពី story អ្នកស្ដាប់លើវីស្តេរីយ៉ូពីនេះហាសងពេលរីម៉ារីយ៉ូនឹងបងតារាបើយើងតាមមើលអ្នកស្ដាប់វត្តគាត់ដឹងពីរឿងដែលគាត់និយាយពីមិត្តភាពអ្នកដែលធ្លាប់ក្បត់គាត់ដើរមួយគាត់ដើម្បីទៅផលប្រយោជន៍អីផ្សេងហើយបាទសញ្ញាសួស្ដីអ្នកទាំងអស់គ្នាខ្ញុំបាទ Hypocrite ថ្ងៃនេះខ្ញុំមកត្រឡប់មកធ្វើការ reaction វិញបាទហើយខ្ញុំនឹងមានកម្រង reaction ច្រើនទៀតខ្ញុំរវល់ខ្លាំងពេកខ្ញុំត្រូវធ្វើ content ច្រើនគូក្បាលខ្ញុំមាន content ច្រើនអញ្ចឹងខ្ញុំធ្វើអាណាដែលចាំបាច់មុនហើយខ្ញុំនៅ reaction ធំដែរប្រហែលជា3បទទៀតខ្ញុំត្រូវទៅ reaction ហ្មងទោះទៅបទហ្នឹងចេញមកមួយអាទិត្យពីរអាទិត្យក៏ខ្ញុំត្រូវ reaction ដែរតែខ្ញុំអត់ទាន់បានស្ដាប់ទេខ្ញុំទ្រាំខ្លួនឯងកុំស្ដាប់បទធំដែរវាពិបាកខ្លាំងឥឡូវទេវិសិទ្ធចេញមកទៀតហើយបាទតោះចូលដែលបទនេះមានចំណងជើងថា industry គាត់និយាយនៅលើវិស័យចម្រៀងអីផ្សេងឧស្សាហកម្មចម្រៀងតែវាគឺជាប្រភេទគាត់ដាក់ទៅ industry documentary ហ្នឹងប្រហែលជាវីដេអូដែលកម្រងគាត់ទុកថតជាយូរហើយគាត់យកផ្ដុំចូលគ្នាតាមមើល let's see សលេងបបព្យ៉ាណូ right ខ្ញុំបើកភ្នែកមើលព្រះធរណី8ឆ្នាំចូលដល់ស្ត្រី another flow right another catch melody វាដូចរបៀប vibe មួយអូឥឡូវចាំទឹងតភ្នែកមើលព្រះធរណី8ឆ្នាំចូលដល់ស្ត្រីក៏សាងស្នាដៃមួយដ៏អស្ចារ្យមិនដែលលួចគៀបកងកាច់គប់លបស៊ីក្បត់គ្នាមកមើលមកមីមិនយកអ្នកក្រៅសំខាន់ជាងគ្រួសារ អ្នកខ្លាំងខំប្រឹងចាក់គេចាក់អាយចាក់អស់ផ្លង់ដីផ្ទះសំបាយចាក់ចំក្រោយជីវិតអ្នកនៅអត់បានការតែខ្ញុំខំរីរោតស៊ូខ្លួនឯងក៏សាងផ្ទះមួយនៅម្នាក់ឯងសត្វតែខ្ញុំមិនចេះតោកទាមនរណាឥឡូវសង្ខេបគឺគាត់និយាយពី8ឆ្នាំដែលគាត់នៅក្នុង industry វិស័យចម្រៀងមួយនេះ he's born with music and គាត់ជួបរឿងច្រើនគាត់ចេះតោមទាមគេអត់ធ្វើអីនិយាយទៅអត់ខ្វល់ពីអ្នកគេខំប្រឹងតែដើម្បីខ្លួនឯងនិងគ្រួសារសត្វតែខ្ញុំមិនចេះតោកទាមនរណាយុគ try outside មិននឹងសប្បាយយ៉ាងណាទេមានជីវិតរស់ហើយអ្នករលំនៅថថេ another flow ចេញដើរប្រជីវិតខុសពីគេមានខ្លារូនមកណា here we go my way អ្នកគុំមកវិញនឹងសំឡេងដែលកំពុងហៅបកក្រោយសវ៉ាអត់អ្នកចិត្តស្និទ្ធឲ្យរាប់មិត្តដែលអស់ហើយមិត្តទឹកភាពសំខាន់ណាស់ដូចខ្ញុំបានរាប់មុននឹងហើយមួយថ្ងៃមួយក្បត់អញសម្លាញ់គិតខុសហើយខ្ញុំមកងបើយើងតាមមើលអ្នកស្ដាប់វត្តគាត់ដឹងពីរឿងដែលគាត់និយាយពីមិត្តភាពអ្នកដែលធ្លាប់ក្បត់គាត់ដើរមួយគាត់ដើម្បីទៅផលប្រយោជន៍អីផ្សេងហើយឥឡូវបើឯងក្បត់អញឲ្យគិតខុសហើយមើលឥឡូវអញហើយគាត់និយាយថាមិត្តភាពគឺវាសំខាន់ណាស់តែមិត្តភាពខ្លះមិត្តភាពហ្នឹងហើយគឺជាអ្នករួមដំណើរគាត់ជួបអ្នកល្អអ្នកអាក្រក់ទៅមួយគ្នាឲ្យគាត់ស្គាល់យល់បានច្រើនហើយអ្នកក្បត់គាត់ប្រកាសជាស្ដាយក្រោយដែលឃើញគាត់នៅចំណុចនេះក្បត់គាត់បើកាលហ្នឹងអញអត់គិតចឹងទេប្រហែលនេះមួយវាអត់ចឹងណានិយាយច្រើនតិចយេ go អូយវីដេអូនេះ 8K ហើយ Wi-Fi ខ្ញុំដើរដល់ជុំមិនមានការរអាអូចឹងអូខេតើឡើយទៅម្ដងទៀតរលំនៅថថេពួកខ្ញុំចេញដើរប្រជីវិតខុសពីគេមានខ្លារូនមកណា here we go my way អ្នកគុំមកវិញនឹងសំឡេងដែលកំពុងហៅបកក្រោយសវ៉ាអត់អ្នកចិត្តស្និទ្ធឲ្យរាប់មិត្តដែលអស់ហើយមិត្តទឹកភាពសំខាន់ណាស់ដូចខ្ញុំ Wait again កំពុងហៅបកក្រោយសវ៉ាអត់អ្នកចិត្តស្និទ្ធឲ្យរាប់មិត្ត I see you man my man Rodko this is the best documentary ever នេះបងវុធានេះប្រហែលជាបង NVN នេះខ្ញុំអត់ស្គាល់ទេនេះបងទេផ្សិតខ្ញុំនឹកបងរត់កងមែនតើមានអារម្មណ៍ថារឿងនេះកំពុងតែវាថ្មីសម្រាប់ខ្ញុំទៅដែរ
ខ្ញុំនៅចាំគាត់ស្ដាប់បទគាត់រាល់ថ្ងៃដូចគ្នាយេ តែហើយមិនទឹកភាពសំខាន់ណាស់ដូចខ្ញុំបានរាប់មុននឹងហើយមួយថ្ងៃមួយក្បត់អញសម្លាញ់គិតខុសហើយខ្ញុំមកនឹងបងតារាចាប់រកគ្នាដូចដូមីណូពូនោះគ្រាន់ជាបងខុសហើយខ្ញុំមកនឹងបងតារាឥឡូវអ្នកនរនេះswitch show flow គាត់ណាជួយអា piano 3ដងទឹកដូរ flow ចូលមកនឹងហើយមួយថ្ងៃមួយក្បត់អញសម្លាញ់គិតខុសហើយខ្ញុំមកនឹងបងតារាចាប់រកគ្នាដូចដូមីណូពូនោះគ្រាន់ជា body wow ពីថ្ងៃណាបាន body bow បានអ្នកដឹងពី story អ្នកស្ដាប់លើ stereo ពីនេះហាសងពេលដូច Mario នឹងបងតារា That what I said yeah ស្ដាប់លើ stereo យើងបង្កើតពីនេះហាសងពេលដូច Mario ខ្ញុំមកនឹងបងតារាចាប់រកគ្នាដូចដូមីណូពូនោះគ្រាន់ជា body wow ពីថ្ងៃណាបាន body bow បានអ្នកដឹងពី story អ្នកស្ដាប់លើ stereo what is diva ពេលដូច Marioខ្ញុំមកច្បាស់មុនសិនខ្ញុំវិនិច្ឆ័យទេខ្ញុំខំបានណែមកដែរផននេះបាន flow ដូចជា3ទៅ4 flow ឯដល់ហើយយើងទៅវិភាគលើ lyric មួយគាត់មិញយើងបង្កើតអូយទេវិសិទ្ធ why you making me hard ញ៉ាសម្លាញ់គិតខុសហើយខ្ញុំមកនឹងបងតារាខ្ញុំបងអិននិងបងតារាចាក់ភ្នាល់គ្នាដូចដូមីណូបងតារាណាគេវិញខ្ញុំមិនដឹងខ្មែរមួយជីវិតមែនណាគេបងអិន NVN យេភ្នាល់គ្នាដូចដូមីណូបើយើងគិតទៅសុបាយណាគាត់ប្រឡងនៅក្នុងនឹងជាងបើឲ្យគាត់ភ្នាល់ថាណាគេល្បីមុនណាគេអីចឹងអាហ្នឹងគឺជាការសុបាយឲ្យគាត់នៅរកបានគ្នាទៅ he's very chill guy man ទេពិសិដ្ឋយីមែនចាប់រកគ្នាដូចដូមីណូពូនោះគ្រាន់ជា body wow ពីថ្ងៃណាបានពួកនោះគ្រាន់តែជាបរិវារកាជាគេគ្មានថ្ងៃណាបានបរិបោទេគ្មានថ្ងៃរកសេចក្តីសុខទីបញ្ចប់នៃជីវិតខ្លួនឯងអាក្តីសុខចង់ក្រោយបំផុតបានអ្នកដឹងពី story អ្នកស្ដាប់លើ stereo yeah យើងបង្កើតពីនេះហាសងពេលដូច Mario សងពេលបងតារាចាប់រកគ្នាដូចដូមីណូពូនោះគ្រាន់ជា body wow ពីថ្ងៃណាបាន body bow បានអ្នកដឹងពី story អ្នកស្ដាប់លើ stereo យើងបង្កើតពីនេះហាសងពេលដូច Mario ស្គាល់ខ្ញុំមកច្បាស់មុនសិនខ្ញុំវិនិច្ឆ័យទេខ្ញុំខំបានណែមកដែរហើយឬអ្នកគិតថាក្មេងខ្ចីទៅអ្នកគិតថាខ្ញុំនេះអត់ដឹងអីខ្ញុំមិនឃើញក្របីហើយដេញជុលក្រពើបានឃើញនំរៃរត់ដេញជន់អ្នកមកដោ flow ទៀតហើយទេវិសិទ្ធ please បើយើងមើលទៅតាម music ខ្ញុំ lyric វាខ្លាំងពេកអញ្ចឹងយើងអត់សូវអា documentary នេះវានិយាយពីកម្រងជីវិតគាត់ទាំងមូលមកឬអ្នកគិតថាក្មេងខ្ចីកុំគិតតែគាត់ឃើញគាត់នៅក្មេងតែកុំគិតតែគាត់នៅក្មេងខ្ចីអ្វីដែលអ្នកដឹងមនុស្សចេះដឹងគាត់ដើរគាត់ធ្លាប់ទៅជួបដែរគិតតែគាត់ភ្លើមែនឥឡូវមើលគាត់ឡើងមើលប្រូនេះគាត់ប្រើប្រូនឹងមួយប៉ុន្តែគាត់ចេញបានជាច្រើន flow ហើយច្រើនបទទៅអ្នកគិតថាខ្ញុំនេះអត់ដឹងអីខ្ញុំមិនឃើញក្របីហើយដេញជុលក្រពើឃើញនំរៃរត់ដេញជន់អ្នកមើលខ្ញុំបោះសន្ទូចស្ទូបានត្រីមួយឆាព្រោះខ្ញុំភាសាបើខ្ញុំថាខ្ញុំធ្វើខ្ញុំបើកភ្នែកមើលអានេះគឺដូចជាជីវិតយើងជាក់ស្ដែងអញ្ចឹងបងប្អូនជីវិតជាក់ស្ដែងដូចជាការស្ទូចត្រីអញ្ចឹងបើគាត់ថាគាត់នឹងធ្វើទោះតែចាំប៉ុណ្ណាហើយត្រីវាមិនងាយស៊ីទេពេលខ្លះយើងត្រូវចំណាយពេលមួយវា 4-5 ម៉ោងក៏មានដែរមកបានត្រីមួយហើយត្រីហ្នឹងយើងដឹងថាវាត្រីតូចឬក៏ត្រីធំទេវាប្រៀបដូចជីវិតយើងរាល់ថ្ងៃហ្នឹងណាដែលយើងដូចជីវិតគាត់រាល់ថ្ងៃស្វែងរកអនាគតជាការផ្សងព្រេងណាបើខុសត្រូវដូចចាក់មកក្តារដូមីណូហ្គេមអញ្ចឹងដែលគាត់បាន mention ហ្នឹង I'm upgrading of my reacting ខ្ញុំប្រើភាសាបើខ្ញុំថាខ្ញុំធ្វើខ្ញុំបើកភ្នែកមើលព្រះធរណី8ឆ្នាំចូលដាស្តរីកសាងស្នាដៃមួយដ៏អស្ចារ្យមិនដែលលួចពីកងកាច់គប់លោកស៊ីក្បត់គ្នាមកមើលមុំមិនយកអ្នកក្រៅសំខាន់ជាងគ្រួសារអ្នកខ្លះខំប្រឹងចាក់គេចាក់ឯងចាក់អស់ប្លង់ដីផ្ទះសំបាយចង់ក្រោយជីវិតអ្នកនៅអត់បានការតែខ្ញុំខំរីរោតស៊ូខ្លួន
ខ្លួនឯងកសាងផ្ទះមួយនៅម្នាក់ឯងសត្វតែខ្ញុំមិនចេះតោកទាមនរណា ចង់ឈ្នះគាត់ពេកដល់ថ្នាក់អស់អីពីខ្លួនឯងណាឈ្នះគាត់មិនបានទេមិនចេះតោកទាមនរណា This is my name នេះគឺជាមកឈ្មោះបើតែស្គាល់អ្នកកុំចង់មកឆ្លោះពួកអ្នកស្ទួតទុកឲ្យភ្លេងខ្ញុំគួរពួកនេះពួកណាស់ពួកប៉ិនអួតនឹងអំនួតអួតអាងមិនទាន់នឹងបានប្រមាណនាទីវាក្លាហាន Ain't nobody but me អត់ហ៊ានរំខានពួកខ្លាវាចង់មកបោកគេស៊ីខ្ញុំស្គាល់ឲ្យសំដានបើបងឲ្យប្រាណបងឲ្យគ្រប់យ៉ាង អូវាល្វែងតាន់បានមួយនាទីហ្នឹងល្វែងមួយឆាយហ្នឹងវាក្លាហានបាត់វាចង់មួយលេងមួយបងសិនអត់ស្គាល់សិនអ្នកភ្លេងគាត់គោះអាយ៉ាក្បាលខ្ញុំគួរពួកនេះពួកណាស់ពួកប៉ិនអួតនឹងអំនួតអួតអាងមិនទាន់នឹងបានប្រមាណនាទីវាក្លាហាន Ain't nobody but me អត់ហ៊ានរំខានពួកខ្លាវាចង់មកបោកគេស៊ីខ្ញុំស្គាល់ឲ្យសំដានបើបងខំបងឲ្យប្រាណបងឲ្យគ្រប់យ៉ាងចង់មកផ្ទះចង់បានឡាភ័យកល្យានលើកបាយបងឲ្យកំពួយបងនេះអត់ពេលបងលើកស្ទួយបងគ្រប់យ៉ាងបងជាជំនួយខ្ញុំនៅតែបន្តឈ្មោះខ្ញុំលើគេឈូឆោចេញទៅក្រៅស្រែកហៅលើសំឡេងអ្នកគាំទ្រ I see this in ចេញពីកន្លែងមួយថាអូផឹកស៊ីដេកលេងព្រួយអមីឈ្មោះខ្ញុំលើគេឈូឆោចេញទៅក្រៅស្រែកហៅលើសំឡេងអ្នកគាំទ្ររឿងមួយនេះព្រះឲ្យពោលុយឲ្យខ្ញុំទៅគ្រប់យ៉ាង Money is friend Money is everything He try hard he work hard because of money នេះព្រះឲ្យពោលុយឲ្យខ្ញុំទៅគ្រប់យ៉ាងតែមិនណាយកទិញខ្លួនបានតែមិនណាយកទិញភាពក្លាហាននៅជីវិតមួយនេះខ្ញុំរស់នៅឲ្យសុខសាន្តយោលុយមិនអាចទិញភាពក្លាហានបានI feel like jazz or something I don't know ôi outro មិញខ្ញុំចង់ស្ដាប់សំឡេង outro ហ្នឹងមកពេញក៏អែមដែរវាមិនតិចទេតែវាជាតិសម្រាប់ខ្ញុំមកបងប្អូន I feel like it's a vintage or just 1940s right I don't know បើអ្នកនរនេះដឹង comment នៅខាងក្រោមភ្លេងនេះជាប្រភេទភ្លេងអីដូចរបៀបជីវិតរបៀបជីវិតភ្លេងដូចជាជីវិតអាភ្លេងគ្រប់បែបយ៉ាងគឺនិយាយទៅមិនបាក់និយាយគឺជីវិតយើងគ្រប់យ៉ាងនៅក្នុង documentary នេះធម្មជាតិស្នេហាលុយដុល្លារផ្សេងគឺបញ្ចប់មានអារម្មណ៍ថានេះគឺជាភ្លេងនៃក្តីបញ្ចប់សម្រាប់ខ្ញុំ Oh I have nothing to say about this episode this is a very good song I think it's almost one of the best song right bye bye អ្នកគ្នា